បងប្អូននោះខាងលើនោះសបុកកដោព្រៃបងប្អូនសបុកធំដឹងវានៅឬក៏ទៅណាបាត់ហើយសបុកកដោធំបងប្អូននេះដើរមកផ្ទះសបុកកដោធំមែនទេបងប្អូនឃើញនៅកន្លែងនោះសបុកកដោធំបងប្អូនដល់កន្លែងនោះកាមេរ៉ាចាប់ហ្នឹងបងប្អូននៅកន្លែងនោះបុកកដោធំមែនទេដោភ័យបងប្អូននឹងធ្វើម៉េចបើយកឈើចាក់ទៅខកដោវាមិននៅទេមកនឹងសៃវេទនាបាត់ខ្ញុំមើលដើររកឈើយកមកចាក់សិនបងឥឡូវនេះយើងចាប់ដើមទៅផ្សារទៀតយកមុងឈើបានហើយបងប្អូនមុងឈើនេះបានទៅដេញវាបងប្អូនទៅកន្លែងនោះវិញខ្ញុំយកឈើធំយកទៅទុកចាក់ហើយបងប្អូនមើលចាក់បានអត់នេះបងប្អូនយកមកវិញនោះឈើខ្ញុំចាក់ខាងក្រោយនោះបងជួយធៀមយកមកចាក់វាបងប្អូនចាក់ផ្អើលហើយតោះយើងទៅដេញវារត់ទៅជើងចាក់ហើយរត់ទៅជើងបងទៅតាមភ្លេចជើងរត់បាយបងប្អូនរត់មិញរត់ទៅជើងមួយកំផុកប្រទេសអីគូសិនបងប្អូនមិនចូលផ្លោះហ្នឹងវាយគូសិនរត់តាមត្រីអូមិញរត់អត់ឃើញបងប្អូនរត់ចូលគុំអាស័យមួយទៀតបាត់ហើយទៅគុំខាងជើងបងប្អូននេះចូលមកគុំនេះមិញគុំដួលណាបងប្អូនទៅមើលយើងទៅគោះវាយសិនទៅណាបាត់ហើយនេះដេញvàoកន្លែងយើងវាយមកលើចូលមកកន្លែងហ្នឹងបងប្អូនដល់ព្រៃមករត់បាត់ចូលមកគុំអាស័យម្ដងទៅណាបាត់បងប្អូនរត់បាត់ហើយបងប្អូនរត់បាត់ហើយចាក់មិញផ្អើលលើរត់បាត់ហើយទៅណាបាត់ហើយបងប្អូនដល់ព្រៃធំដែរចង់1គីឡូដែរមួយមិញធំដល់កន្លងមកគុំអាស័យនឹងតន់នឹងហត់បាត់លេងកដោមិញអត់បានសោះយើងអត់មានឧបករណ៍គ្រប់គ្រាន់យើងអត់មានជំពាមអត់មានស្នាអត់មានអីវាបាក់បងប្អូនអញ្ចឹងវារត់បាត់ហើយដល់ព្រៃធំដែរមិញព្រៃអាស័យខាងក្រោយនោះព្រៃអាស័យនោះក្រោយណាព្រៃអាស័យមានរត់មកខាងដួលខ្ញុំថតហ្នឹងបងប្អូនរត់បាត់ហើយរត់ចេញទៅចូលទៅក្រុមអូហើយទិដ្ឋផលរបស់យើងគឺអត់បានដោយសារយើងអត់មានឧបករណ៍គ្រប់គ្រាន់បងប្អូនបានតែមកហត់ចាក់ដេញ